chẳng dương một cái làm hạt tiếng to tiết chẳng dương chỗ đó làm hạt tỷ 4 dương sức xa từ lừ point vải hay nên uniform convergent tại đại hơi anacom speed bảo dưỡng cứ cái oi đòi tăng anh này chẳng đại bảo dưỡng cứ chia bỏ e chẳng bởi chia bỏ e với thời vô bị đỏ nó tập bộกันnày chẳng kia oi dương prapi formula bảo dưỡng này cứ limit anh khá tập bỏ nó antigraph cầm nó PA ទៅមួយ FN HDX វាស្មើគ្នាជាមួយនឹង antigraph កំណត់ PA ទៅមួយ limit n ខិតរបស់nó FN HDX ថាតើវាស្មើគ្នាមែនអត់អញ្ចឹងស្មើគ្នានឹងក្នុងករណី A ស្មើ0ឬក៏ក្នុងករណី A ស្មើ1ភាគ2អញ្ចឹងគេចង់ឲ្យយើងទៅសិក្សាអាហ្នឹងអញ្ចឹងដើម្បីសិក្សានឹងបានដល់យើងទៅសិក្សាទៅលើ point y និង uniform convergence រវាង A ស្មើ0និង A ស្មើ1ភាគ2អញ្ចឹងយើងសិក្សាទៅលើ point y convergence អញ្ចឹងតាមនិយមន័យរបស់វាគឺ limit n ខិតរបស់ non fn x dx fn x វាត្រូវស្មើនឹង fx អញ្ចឹង fn x របស់យើងគឺស្មើនឹងតង់ n x អញ្ចឹងដោយសារ x របស់យើងវាមានគ្រប់តម្លៃលេខទាំងអស់វាជារបស់ a អញ្ចឹងយើងត្រូវសិក្សាឲ្យគ្រប់តម្លៃ a ទាំងអស់ដែរអញ្ចឹងមើលសិនជាយើងសិក្សាដំបូងគឺយើងឲ្យ x ស្មើ0ទៅអញ្ចឹងតង់0វាចេញ0ហើយអញ្ចឹងតង់0វា0មុន limit ចឹងវាស្មើ0ហើយក្នុងករណី x វិជ្ជមានក្នុងករណី x ធំជាង0អញ្ចឹង x របស់យើងគឺវាវិជ្ជមាន n របស់យើងគឺវិជ្ជមានដល់ពេលដែល n ខិតរបស់ anon តង់ anon គឺចេញផាយលើ2ហើយអញ្ចឹងនៅពេលដែល x ធំជាង0តម្លៃរបស់ fx របស់យើងគឺស្មើផាយលើ2នៅពេលដែល x យើងគឺវិជ្ជមានគឺតូចជាង0អញ្ចឹង n យើងវិជ្ជមានប៉ះវិជ្ជមានវាជាវិជ្ជមានហើយនៅពេលដែល limit n ខិតរបស់ anon limit ហ្នឹងវាចេញតង់ដក anon អញ្ចឹងវាចេញដកផាយលើ2អញ្ចឹងតម្លៃរបស់វាគឺស្មើនឹងប៉ុណ្ណឹងអញ្ចឹងយើងឃើញថាតម្លៃរបស់វាគឺសុទ្ធតែជាលេខទាំងអស់ក្នុងករណីវិជ្ជមានវិជ្ជមានហើយក្នុងករណីវាស្មើ0អញ្ចឹងមក clear ហ្នឹងក៏ពងតែបញ្ជាក់ប្រាប់យើងថា fn ហ្នឹងគឺវា convert point y ទៅរក f នៃ x អីដែល f យើងគឺស្មើនឹងទាំងអស់នឹងដដែលអញ្ចឹងយើងអាចសរសេរនិមិត្តសញ្ញាមួយទៀតគឺ fn នៃ x សញ្ញាព្រួយមួយទៅរក fx ដែល fx យើងគឺស្មើប៉ុណ្នេះក្នុងចន្លោះ x របស់យើងគឺជារបស់ a អាហ្នឹងគឺវា point y ហើយតោះមកយើងចង់សិក្សាទៅលើ uniform convergence អញ្ចឹងយើងសន្និដ្ឋានយកហ្មងថា fx របស់យើងគឺជាអនុគមអត់ជាប់ទេដែលហេតុថាfn របស់យើងគឺជាអនុគមជាប់ហើយដោយសារតម្លៃរបស់វាគឺចេញមកគ្រប់តម្លៃលេខទាំងអស់គឺយើងសិក្សាទៅវាចេញលេខទាំងអស់ប៉ុន្តែដោយសារ fx របស់យើងគឺជាអនុគមអត់ជាប់ទេដោយសារអី f នៃ0គឺស្មើ0ហើយ limit x ខិតទៅរក0ខាងស្ដាំគឺស្មើផាយលើ2limit x ទៅរក0ខាងឆ្វេងគឺស្មើដកផាយលើ2អញ្ចឹងវាឲ្យទៀងទាត់តាមនិយមន័យភាពជាប់របស់យើងទេអញ្ចឹងយើងសន្និដ្ឋានថា f ហ្នឹងគឺជាអនុគមអត់ជាប់ក្នុងដែនកំណត់ a ដែនកំណត់ a តោះមកយើងសន្និដ្ឋានថា fn ហ្នឹងគឺជាអនុគមមិន uniform ទេគឺវាមិន uniform ក្នុងចន្លោះពី x ជារបស់ a ហ្នឹងបងអញ្ចឹងយើងចាប់ដើម break ដែនកំណត់របស់យើងគឺយើងសិក្សាអត់សិក្សា0យកមកទេយើងសិក្សាក្នុងចន្លោះពី0ទៅកាន់បូកអានក្នុងផ្នែកវិជ្ជមានអញ្ចឹងក្នុងផ្នែកវិជ្ជមានគឺយើងមិនត្រូវទៀងទាត់តាមនិយមន័យគឺ limit n ខិតរបស់ anon supremum x ជារបស់ពី0ទៅបូក anon តម្លៃដេកខាត fn x ដល់ fx អញ្ចឹង fn x របស់យើងគឺតង់ nx ហើយដល់ពេល fx របស់យើងក្នុងករណី0ទៅបូក anon គឺតម្លៃវិជ្ជមានយើងយកផាយលើ2យើងយកផាយលើ2យើងតង់ដកផាយលើ2ហើយអញ្ចឹងយើងមានរូបមន្តត្រីកោណមាត្រមួយគឺតង់ x បូកតង់1លើ x គឺត្រូវស្មើផាយលើ2អាហ្នឹងគឺជារូបមន្តរបស់យើងអញ្ចឹងយើងត្រូវទាញរកមិនឲ្យជាប់តាក់ទងមកនេះអញ្ចឹងយើងទាញរកផាយលើ2ចេះទៅឬក៏យើងអត់មាន n ទេអានេះគ្រាន់តែជារូបមន្តអញ្ចឹងបើសិនលំហាត់របស់យើងមាន n យើងថែម n ឲ្យគេអញ្ចឹងទៅក៏អត់មានប្រែប្រួលអីដែរបន្តមកយើងចង់ទាញរកតង់1នៅលើ n មុខ1 nx អញ្ចឹងផាយលើ2នៅដដែលយើងបោះអានេះមកឲ្យមួយខែដូរទៅជាសញ្ញាដកបន្តមកយើងបំពាក់តម្លៃលេខខាតអញ្ចឹងទៅអាហ្នឹងឯងគឺជា z របស់យើងហើយ z របស់យើងគឺតាំងដោយប្រព័ន្ធនេះអញ្ចឹងប្រព័ន្ធនេះវាដូរទៅជារូបរាងចេញជាតង់1លើ nx ហើយបំពាក់តម្លៃខាតអីចឹងទៅអញ្ចឹងអាហ្នឹងឯងគឺជាតម្លៃ supremum របស់យើងអញ្ចឹង
យើងកែនេះ limit ហ្នឹងទៅនៅពេលដែល n ខិតទៅរបស់ anon អញ្ចឹងមួយលើ anon វា0បាត់អីអញ្ចឹងអាតង់នៃ0វាចេញ0បាត់អីអញ្ចឹងអាតង់នៃ0ចេញ0អញ្ចឹងកំពុង object ប្រាប់យើងថា limit នៃ supremo របស់យើងគឺស្មើ0អញ្ចឹងបើ limit supremo របស់យើងស្មើ0អញ្ចឹងវាប្រាប់យើងថា x របស់យើងនឹងវា uniform convergent គ្រាន់ចន្លោះពី0ទៅបូក anon តែ0ហ្នឹងគឺយើងអត់យកទេចន្លោះពី0ទៅបូក anon ព្រោះក្នុងករណីវាស្មើ0គឺអនុគមយើងគឺស្មើ0ហើយអញ្ចឹងដូចគ្នាដែរខ្ញុំសិក្សាទៅលើ fn ហ្នឹងក្នុងករណីអវិជ្ជមានម្ដងដក anon មកកាន់លេខ0វិញអញ្ចឹងវាស្តៀងនឹងលំហាត់ខាងលើដែរយើងគ្រាន់តែកណនីទៅវាផ្ទៀងផ្ទាត់ថាវា0ហើយវាដឹងតែ uniform គ្រាន់ចន្លោះពីដក anon មកកាន់0ដែរយើងអត់ចាំបាច់ទៅសេឡើងវិញទេយើងគ្រាន់តែប្រាប់ថាវាដូចគ្នាជាមួយនឹងអាព័ត៌មានខាងលើអញ្ចឹងទៅអញ្ចឹងវាដឹងតែ uniform convergent ក្នុងចន្លោះពីដក anon មកកាន់0នេះអញ្ចឹងកាលណាវា uniform convergent អញ្ចឹងយើងឃើញថាអានេះគឺជា formula ដែលយើងសន្និដ្ឋានថាវា uniform យើងអាចសន្និដ្ឋានថាវាស្មើគ្នាតែក្នុងករណី a ស្មើ0គឺវាអត់ផ្ទៀងផ្ទាត់ទេព្រោះវាមិនមែនជាអនុគមជាប់យើងសិក្សាមិញគឺ f នៃ0ស្មើ0 lim a ទៅរក0ស្ដាំស្មើផាយលើ2ហើយឆិតទៅរក0ឆ្វេងគឺស្មើដកផាយលើ2ភាសាដែនកំណត់យើងគឺយើងអត់យក0ទៀតភាសាយើងសិក្សាមិញ uniform គឺចន្លោះពី0ទៅបូក anon វា uniform ចន្លោះពីដក anon មកកាន់0ក៏វា uniform តែ0ហ្នឹងគឺយើងអត់យកទេអញ្ចឹងក្នុងករណី a ស្មើ0ហ្នឹងគឺវាអត់ផ្ទៀងផ្ទាត់មួយ9ហ្នឹងទេគឺវាអត់ verify ជាមួយនឹងformula របស់យើង